ជំរាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះមកសម្រាយរឿង Bleach បន្តទៀតសង្ឃឹមថាបងប្អូនមិនចេះអាក្រក់ក្នុងការជួយចុច Subscribe ឲ្យ Channel ជួយ Listen ម្នាក់មួយផងដែលការពីម្សិលមិញ Ichigo កំពុងតែរត់ដេញចាប់ទៅបាគូតូរបស់ Ikaku និងគណៈភ្លាមនងក៏ឃើញថា Zenbo Sakura ដែលជារបស់ Byakuya នឹងមកវាយប្រហារ Ichigo ចំណែកឯ Renjiku ក៏ដូចជា Hinamori កំពុងតែរៀបចំស្វែងរកដួងព្រលឹងនៃ Senpakuto របស់គាត់ដែរចំណែកឯនៅខាងក្នុងព្រៃនេះឃើញថាមានដានជើងមនុស្សម្នាក់ដែលកំពុងតែដើរម្នាក់នោះគឺជា Muramasa នឹងឯងហើយ Holo នៅទីនោះពេលដែលដើរមកប៉ះគាត់នឹងដួលសន្លប់នឹងស្លាប់ភ្លាម Muramasa មិនដឹងថាមានគោលបំណងអ្វីទេចូលមកក្នុងនេះគឺសិតតែព្រៃរបស់ Gillianដែលឡែកដួងព្រលឹងនៃសេប៉ាកូតូ2ដើរយ៉ាងរភើយតែម្ដងសិតតែក្មេងតូចខ្ជូតព្រាមនៅពួកគេក៏បានឃើញពលឺដែលពេលដែលទៅដល់ទៅឃើញថាដួងព្រលឹងសេប៉ាកូតូមួយទៀតដែលកំពុងតែឈរនៅកន្លែងនោះពួកគេទាំងពីរនាក់នឹងឯងឲ្យតែឃើញប្រុសស្អាតបានទេនៅគ្នាឆ្លោះគ្នាដណ្ដើមប្រុសស្អាតតែម្ដងភ្លាមនឹងផងដែរក៏ឃើញថា Ichigo ក៏បានរត់កាត់ពួកគេហើយគ្រាន់តែឃើញ Ichigo មានការសប្បាយចិត្តខ្លាំងណាស់ចូលទៅរាក់ទាក់ Ichigo ដែលចាប់ទាញកបត់កោ Ichigo ឲ្យមកក្រោយតែម្ដងឃើញ Ichigo គួរតាក់ទាញសត្វសង្ហាខ្លាំងណាស់ម្នាក់កំពុងតែជ្រួលជ្រើមនឹងដណ្ដើមគ្នារក Ichigo តែទៀតហើយមើលអានេះជារបស់អញទេហើយថយចេញទៅអញខំចាប់បាននិយាយមិនថាជារបស់ឯងទៅតាមខ្ញុំមើលទៅស្អីចឹងហើយហើយដើមបាយណ៎ឃើញវារត់បាត់ហើយដេញចាប់វាភ្លាមមកពីឯងនឹងមាត់ច្រើនពេកIchigo ចង់រត់ក៏នៅតែរត់មិនតាន់រួចហើយពេលនោះពួកគេបានស្ទាក់ចប់និងបង្ហាញឃើញថា Renjiku ក៏ដូចជា Hinamori មកចំកន្លែងនឹងផងដែរហើយក៏បានប្រាប់ឲ្យ Ichigo ចាក់ចេញទៅនៅទីនេះ Senpakuto របស់គាត់ទេទុកឲ្យគាត់ជាអ្នកដោះស្រាយរៀងៗខ្លួនក្មេងខ្ជូតទាំងពីរហ្នឹងគឺជាដួងព្រលឹងនៃ Senpakuto របស់ Renjiku ក៏ដូចជា Hinamori និយាយទៅ Senpakuto របស់ខ្លួនទាំងសភាពតែម្ដងតើឯងមែនទេជា Tsubone គឺជាដួងព្រលឹងនៃ Senpakuto របស់ Hinamori សួរទៅកាន់ Senpakuto របស់នាងថាមូលហេតុអ្វីបានជាចាកចេញហើយនាងក៏បាននិយាយប្រាប់វិញថានោះគឺដោយសារតែ Hinamori ខ្សោយខ្លាំងពេកនិងមានការចិត្តទន់ពេកទោះបីជាអ្នកនៅជុំវិញខ្លួនក្បត់ក៏ដោយក៏នាងនៅតែមានចិត្តស្រឡាញ់និងគោរពគេប្រៀបបានដូចជា Aizen ក្បត់នាងតែនាងនៅតែគោរពនិងស្រឡាញ់ Aizen ចឹងនិយាយចំចំណុចល្អ Hinamori មានការខឹងសម្បាក៏រត់ស្ទុះវឹងកាប់ទៅកាន់ដួងព្រលឹងនៃ Senpakuto របស់គាត់ជាមុនផុតពួកគេទាំងអស់គ្នានឹងក៏បានប៉ះគ្នាមកប្រាវដោយឡែកមកមើល Ichigo កំពុងតែភ្ញាក់ផ្អើលហើយគាត់ក៏បានឡើងទៅកំពូលថ្មមួយនិងក៏ស្រាប់ឃើញថាមានអ្វីមួយនឹងមកចាក់គាត់ហើយក៏មានបុរសម្នាក់កំពុងតែបញ្ជានាគតកឲ្យទៅវាយប្រហារ Ichigo ហើយបុរសម្នាក់នឹងឯងស្គាល់ Ichigo ច្បាស់តែម្ដងនិងស្គាល់តាមរយៈ Muramasa ប្រាប់គេលើកមុននឹងឯងហើយ Ichigo សួរទៅវិញថាអ្នកឯងគឺជាអ្នកណាដួងព្រលឹងនៃ Senpakuto ពីណាគេហើយគាត់មិនបានឆ្លើយអីបែរជាវាយប្រហារទៅកាន់ Ichigo វិញ Ichigo ក៏បានប្រើបាំងហើយទម្លាយតកនៅកន្លែងនោះគ្រាន់តែឃើញបាំងខៃអញ្ចឹងភ្លាមគឺបរិសម្នាក់នឹងគាត់បានគិតថាអ្នកឯងគឺមិនមែនជាដួងព្រលឹងឬក៏ម្ចាស់របស់ខ្ញុំទេដូច្នេះខ្ញុំមិនបានខ្វល់ពីអ្នកឯងទេគាត់ក៏បានដើរចេញទៅហើយ Ichigo ហៅមកវិញសួរថាអ្នកឯងឈ្មោះអីហើយអ្នកឯងនឹងមានម្ចាស់គឺជាពីណាគេក៏ប៉ុន្តែគាត់មិនបានដឹងទេមិនដឹងសូម្បីតែគាត់មានឈ្មោះអីហើយមិនដឹងថាម្ចាស់របស់គាត់គឺជាអ្នកណាទៀតសម្លេងហៅឈ្មោះ Hiyorimaru ក៏បានចេញនៅកន្លែងនោះដែលអ្នកហៅគឺ Tozero នឹងឯងដែលបាននិយាយថាអ្នកឯងគឺមានឈ្មោះថា Hiyorimaru ហើយខ្ញុំមានឈ្មោះថា Tozero ដែលជាម្ចាស់របស់អ្នកនៅខាងក្នុងព្រៃគ្រាលៀនក៏ឃើញថាមានអ្វីខ្មៅហោះយ៉ាងច្រើនចំណែកឯ Muramasa ដើរទៅក៏បានជួបជាមួយនឹង Holo មួយទៀតដែលមិនដឹងថាគាត់មានគោលបំណងអ្វីទេ Tsubone នៅតែហោះដេញវាយប្រហារទៅកាន់ Hinamori និងស្រែកប្រាប់ទៅកាន់ Hinamori ថាហេតុអ្វីបានជាអ្នករត់អ្នកនៅតែខ្សោយអញ្ចឹងឯងគ្មានផ្លូវទេដែលខ្ញុំចូលទៅរស់នៅនៃ Senpakuto របស់អ្នកម្ដងទៀតការវាយប្រហាររបស់ Tsubone ធ្វើឲ្យ Hinamori ប៉ៅនឹងខ្ចាត់ខ្ចាយហើយនាងបាននិយាយ deal ទៅកាន់ Hinamori ទៀតហើយថាមនុស្សចេញវិញខ្លួនរបស់នាងមិត្តភក្តិទាំងអស់គឺសិតតែអ្នកក្បត់នាងមើលទៅកាន់នារីម្នាក់នោះគឺគ្មានចិត្តចង់ជួយនាងទេវាយប្រហារធ្វើលេងសើចនោះទេHirako គឺជាដួងព្រលឹងនៃ Senpakuto របស់ Renjiku បានធ្វើការវាយប្រហារទៅកាន់ Renjiku យ៉ាងនំនំ Renjiku ក៏បានសូត្រមន្តគាថាប្រាហាដូវាយប្រហារនិង Hinamori ប្រើបាកូដូវាយប្រហារទៅកាន់ដួងព្រលឹង Senpakuto ការវាយប្រហាររបស់ពួកគេទាំងពីរនាក់នោះគឺបញ្ច្រាគ្នា Hinamori វាយទៅ Senpakuto Renjiku វាយទៅ Senpakuto Hinamori ផែនការរបស់ពួកគេគឺពិតជាបានសម្រេចពិតមែន Hinamori ក៏បានចាប់ជាប់ទៅកាន់ Senpakuto ទាំងពីរនាក់ហ្នឹងអបគ្នានឹងធ្លាក់ចុះមកខាងដីទះដៃគ្នាយ៉ាងសប្បាយរីករាយដោយផែនការនិងគោលដៅរបស់ពួកគេបានសម្រេចដួងព្រលឹងទាំងពីរត្រូវបានចាប់ជាប់គោលដៅនឹងត្រូវបញ្ជូនទៅកាន់ក្រុងសារ៉ាតី
Hiyorimaru គាត់កំពុងតែឆ្លុះប្រកែកជាមួយនឹង Tozero ហើយគ្រប់យ៉ាងគាត់បានបាត់ការចងចាំទាំងអស់បន្ទាប់ពីដោះលែងចេញពី Senpakuto មិនដឹងថា Muramasa ធ្វើអ្វីទេអ្វីដែលគាត់ត្រូវចាំពេលនេះគឺស្វែងរកម្ចាស់ពិតប្រាកដរបស់គាត់ហើយគាត់មិនជឿទេថា Tozero គឺជាម្ចាស់របស់គាត់ក៏ព្រោះតែមើលទៅ Tozero គឺជាកូនក្មេងនឹងហើយប្រសិនបើ Tozero ពិតជាម្ចាស់គាត់មែនតើមានសមត្ថភាពអីនឹងវាយប្រហារគាត់ឈ្នះអត់ 31 អំណាចរបស់ Tozero មិនអាចធ្វើអ្វីទៅកាន់ Hiyori Namoru ដែលជា Senpakuto របស់គាត់បានឡើយ Senpakuto របស់គាត់បានប្រាប់ថាអ្នកឯងមិនមែនជាម្ចាស់ខ្ញុំទេខ្ញុំមកទីនេះដើម្បីស្វែងរកកូនផ្ទះខ្ទមមួយដែលមានកូនក្មេងរស់នៅទីនោះនឹងឯងនឹងស្អីរឿងកាត់បង្ហាញនៅពេលក្រោយបន្តិច Tozero តាំងពីដើមឡើយគឺជាកូនក្មេងម្នាក់ដែលមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងខ្លាចគាត់ខ្លាំងណាស់ដែល Tozero នៅជាមួយនឹងលោកយាយចាស់ម្នាក់នៅយប់មួយ Tozero បានដេកយល់សប្តិទៅក៏ឃើញថាមានអ្វីធ្លាក់មកពីខាងលើនិងបង្ហាញឃើញនាគទឹកកកសុំ Tozero នឹងមកចូលរួមស្នាក់នៅជាមួយ Tozero ភ្ញាក់ឡើងមកវិញឃើញថាលោកយាយរបស់ខ្លួនរងាញាក់ញាប់ហើយ Renjiku ដែលនៅទីនោះបានប្រាប់ឲ្យ Tozero ស្វែងរកការពិតនៃអំណាចរបស់ខ្លួនទៅបើមិនដូច្នេះទេលោកយាយរបស់ខ្លួននឹងស្លាប់ជាមិនផុត Tozero ក៏បានដោះលែងហើយគាត់ចាក់ចែងពីលោកយាយរបស់គាត់ដើម្បីស្វែងរកការពិតនៃអំណាចនិងធ្វើជាសនីកមី Tozero ក៏បានលើកនៃដាវរបស់គាត់ភ្ជង់ឡើងទៅលើនៅខាងលើនោះពោពេញទៅដោយផ្គររន្ទះទីបំផុតគាត់ក៏អាចហៅនាគចេញពីខ្លួនប្រាណរបស់គាត់បានមកម្ដងទៀតហើយ Tozero បានចូលប្រហារវាយទៅកាន់ Hiyori Namoru ឲ្យកកនៅកន្លែងនោះការចាក់កករបស់ Tozero ធ្វើឲ្យ Hiyori Namoru ចាប់ផ្ដើមនឹកឃើញថា Tozero នឹងឯងគឺជាម្ចាស់របស់គាត់កាលពីក្មេងកាលពីលើកមុននៅទីបំផុតគាត់ក៏បានទទួលស្គាល់ថា Tozero គឺជាម្ចាស់គឺជាលោកគ្រូរបស់គាត់ហើយការបំផ្ទុះយ៉ាងខ្លាំងក្លារបស់ Tozero ដែលធ្វើឲ្យចេញនាគនិង Tozero ដួលសន្លប់នៅកន្លែងនោះភ្លាម Hiyori Namoru បានប្រែក្លាយទៅជាមនុស្សមកវិញហើយបី Tozero ចុះមកខាងក្រោមចំណែកឯ Muramasa មិនដឹងថាផែនការស្អីគាត់ទៀតហើយបើជាចាប់យកនៃ Holo មួយនឹងស្រូបយកធម្មពលពី Holo មួយនឹងយ៉ាងអស់សំឡេងដង្កួងទ្វារចេញពីបន្ទប់ពិសោធន៍របស់ Mayuri ដែលគាត់កំពុងតែពិសោធន៍ទៅលើដួងព្រលឹង Senpakuto Omeda មិនចង់ឲ្យពិសោធន៍នោះទេហើយពិសោធន៍មិនកើតបើពិសោធន៍ទាញសិតតែក៏បិទប្រកែកខ្លាំងអញ្ចឹងក៏ខ្លាច Senpakuto របស់គាត់ងាប់អញ្ចឹងណាអូយមិនបានចាក់ខ្ញុំអញ្ចឹងចាក់ខុសគោលដៅហើយនេះចាក់អាមួយនេះនៃមួយដូចចិត្តទៀតក៏បាយមកចាក់ឲ្យចំគោលដៅហើយភ្លាមនឹងឃើញថារកៈរកើនៅកន្លែងហ្នឹងហើយលទ្ធផលមិនដឹងតែយ៉ាងម៉េចទេគ្រាន់តែមើលទឹកមុខ Mayuri ហាក់បីដូចជាមានការព្រួយបារម្ភខ្លាំងណាស់ព្រលឹង Senpakuto ទាំងពីររបស់ Hinamori ក៏ដូចជា Renjiku ត្រូវបានចាប់ជាប់និងបញ្ជូនទៅកាន់ Sarete ពួកគេទាំងពីរនាក់ក៏បន្តដំណើរទៀតដើម្បីស្វែងរក Tozero កំពុងតែរត់នោះបាយមកបុកគ្នាជាមួយនឹង Ichigo ដែល Ichigo នឹងនៅកន្លែងហ្នឹងហើយបានប្រាប់រឿងគ្រប់យ៉ាងអំពី Tozero ដែលថា Tozero អាចទាញយកនៃ Senpakuto របស់គាត់ឲ្យត្រឡប់មកវិញបានហើយពេលពួកគេកំពុងនិយាយឃើញថាមានអ្វីមួយនឹងប្រេះមកហើយ Muramasa ដើរចេញពីជញ្ជាំងឥដ្ឋនោះដែលបាននិយាយថាគាត់ហាក់បីដូចជាមិនតន់សមសោះដោយមិនដឹងថា Ichigo នៅពីខាងក្រោយនឹងឡើយ Ichigo គុំយូរហើយដើម្បីស្វែងរក Muramasa និងសងសឹកឥឡូវ Muramasa នៅចំកណ្ដាលមុខហើយ Muramasa ក៏បានប្រឹងសណ្ដំទៅកាន់ Ichigo ភ័យណាស់ដែល Zangetsu បានប្រាប់ទៅកាន់ Ichigo កុំឲ្យព្រួយបារម្ភអីគាត់មិនឲ្យ Muramasa អាចសណ្ដំនៃគាត់បានទៀតឡើយឮអញ្ចឹង Ichigo ញញឹមបន្តិចនិងទុកចិត្តឡើងមកវិញ Muramasa ក៏ប្រឹងសណ្ដំទៅកាន់ Ichigo ក៏ប៉ុន្តែមានបានប៉ះ Ichigo ឯណាហើយប្រតិកម្មនៃវិជាកូនរបស់គាត់ចាប់ផ្ដើមរើដែលបាននិយាយថាក៏ដូចជាមិនតន់សមជាមួយនឹង Vastolord សោះ Ichigo រត់ចូលទៅកាប់ក៏ឃើញថា Zenbo Sakura របស់ Byakuya ក៏ចូលមករងចប់ស្មោះស្ម័គ្រនឹង Muramasa ដល់ហើយ Zenbo Sakura នេះជួប Ichigo ដែលឮតាមដំណើររបស់ Muramasa ប្រាប់ថា Ichigo ខ្លាំងចឹង Zenbo Sakura អត់ចាំយូរទេទាញបង្គៃវាប្រហារទៅកាន់ Ichigo យើងក៏អត់ចាំយូរអីដែរក៏ទាញបង្គៃចូលមករងទៅកាន់ពួកគេទាំងពីរនាក់នោះតែម្ដងចំណែកឯនៅខាងរទេះណែវិញឃើញថាមានមនុស្សម្នាក់កំពុងតែមករំដោះដួងព្រលឹង Senpakuto ទាំងពីរនេះមិនដឹងថាជានរណាឡើយ
ใน Ichigo ឃើញ Zenbo Sakura គាត់នឹកឃើញហើយលើកមុនអ្នកមកវាយគាត់នឹងមិនមែន Byakuya ទេនឹងគឺជា Zenbo Sakura តតែសោះខាងចិត្តណាស់ Ichigo ក៏រត់ស្ទុះវឹងចូលទៅវាយ Zenbo Sakura ដោយមិនដកដៃឡើយ ការវាយដែលខ្លាំងក្លា Zenbo Sakura នៅមិនតាន់អស់ក្បាច់នោះទេប្រើទម្រង់ជាបង់ខៃដែលវាប្រហារទៅកាន់ Ichigo នឹងយ៉ាងខ្លាំងក្លា Ichigo ក៏ប្រើនៃទម្រង់ Maholo Wizard ចេញមកវាយប្រហារទៅកាន់ Zenbo Sakura ដែរទស្សនវិជ្ជាបែបនេះគឺធ្លាប់ឃើញម្ដងហើយ Ichigo វាយគ្នាជាមួយនឹង Byakuya កាលលើកដំបូងនឹងដែលបង់ខៃរបស់ Byakuya អាចប្រើបានច្រើនទម្រង់ណាស់ ការវាយនឹងអាចធ្វើឲ្យ Zenbo Sakura ប្រេះរបាំងមកហើយ Zenbo Sakura ចិត្តឆៅចង់ទៅវាយណាក៏ឃើញថាមានម្នាក់បានមកកាន់ដៃចប់នោះគឺ Byakuya ម្នាក់ឃើញ Byakuya នៅកន្លែងនឹងមានការរំភើបហើយនឹងអរណាស់ដែលហៅ Byakuya ឲ្យត្រឡប់ទៅវិញ Byakuya ក៏បានប្រកាសហើយបាននិយាយថាគាត់មិនទៅវិញទេនឹងបានបើកការវាយប្រហារទៅកាន់ Ichigo ចំគាត់ឃើញបែបហ្នឹងទៀត Ichigo សង្ហាក់ចិត្តហើយ Byakuya មានរឿងអ្វីហើយ Byakuya នឹងមានការសងសឹកឬក៏គំនុំអ្វីទេ Byakuya និយាយថាគាត់នឹងជួយដល់នៃ Zenpakuto ទាំងអស់ឲ្យមានសេរីភាពឡើងមកវិញហើយភ្លាមនោះដែរពួកគេក៏បានចាក់ចែងពីកន្លែងនោះបាត់ទៅ រឿងគ្រប់យ៉ាង Ichigo យកមកប្រាប់ Renji ក៏ដូចជាគ្រប់គ្នា Renji ខឹងណាស់ដែលគិតថា Ichigo និយាយបំលើសដែលថា Byakuya នឹងបានក្បត់ក៏ប៉ុន្តែវាគ្មានជំរឿនអីទេបើ Byakuya បែបហ្នឹងមែនហើយម្នាក់ចាប់ផ្ដើមអង្គុយកាត់ទុកមិនដឹងថាមូលហេតុអ្វីបាន Byakuya ធ្វើបែបនេះដោយគណៈនោះ Onohana បានទទួលព័ត៌មានពី Mayuri បានប្រាប់ថាដើម្បីបង្ក្រាបទៅដួងព្រលឹង Zenpakuto របស់ខ្លួនបានគឺតម្រូវឲ្យម្ចាស់ហ្នឹងជាអ្នកបង្ក្រាបដោយផ្ទាល់ប្រសិនបើអ្នកផ្សេងទៅបង្ក្រាបឬសម្លាប់ចំនួននោះនៅគឺដួងព្រលឹង Zenpakuto នឹងបាត់នឹងរលាយជារៀងរហូតមិនអាចរស់ឡើងមកវិញឡើយ Renji អត់ខ្វល់អីខ្វល់តែម្យ៉ាងទេធ្វើម៉េចអាចប្រាប់ Rocky បានហើយអ្នកស្ម័គ្រចិត្តទៅប្រាប់ Rocky គឺ Chuzuru បានប្រាប់រឿងគ្រប់យ៉ាងអំពី Byakuya ដែលបានក្បត់ទៅកាន់ Rocky ចំណែកឯឃើញនៅក្នុងលអាងភ្នំម្នេសុទ្ធតែដួងព្រលឹង Zenpakuto និង Byakuya ក៏បានមកដល់កន្លែងនឹងដួងព្រលឹងទាំងអស់ឃើញ Byakuya មានការភ័យនិងសញ្ញាចិត្តដែលមិនជឿថា Byakuya អាចនឹងជួយដែលមានអំណាងមួយថាពីរនោះបាននិយាយហើយនឹងបានបង្ហាញឃើញថានៅពេលដែលអ្នករំដោះនឹងគឺជា Byakuya ហើយភ្លាមនោះដែរពួកគេក៏មានគំនិតមួយដែល Zenbo Sakura បាននិយាយថាដើម្បីបញ្ជាក់ថា Byakuya ស្មោះឬអត់នឹងគឺតម្រូវឲ្យ Byakuya សម្លាប់នៅ Zenpakuto របស់ Rocky ដែលជា Rocky នឹងប្អូនស្រីសម្លាញ់ចិត្តរបស់គាត់បើសិនបើ Byakuya ធ្វើបានមែននោះបញ្ជាក់ថា Byakuya ក៏ពិតជាចង់ចូលរួមជាមួយនឹងពួកយើងគំនិតនេះមានទាំងអ្នកប្រកែកនិងអ្នកយល់ស្របក៏ប៉ុន្តែ Byakuya មិនបានខ្វល់ទេគឺគាត់យល់តាមគំនិតនឹងហើយក៏ចូលទៅវាយដួងព្រលឹង Zenpakuto របស់ Rocky 撃つセミない Byakuya អត់លេងសើចទេមើលតែទឹកមុខដឹងហើយក៏បានសម្លាប់ដួងព្រលឹង Zenpakuto Rocky មែនហើយម្នាក់នៅទីនោះមានការភ្ញាក់ផ្អើលដែលបាននិយាយកន្លះសម្ដីវិញថាពួកគេនិយាយលេងតាហេតុអ្វីបានជាអ្នកធ្វើមែននឹង Muramasa ចូលមករារាំងហើយបានប្រាប់ថាឥឡូវ Byakuya នឹងប្រកាសជាចង់ចូលរួមជាមួយយើងពិតមែនហើយគាត់ក៏បានទុកចិត្តនឹងប្រាប់ឲ្យ Byakuya នឹងទៅធ្វើរឿងមួយមិនដឹងថាជារឿងអ្វីនោះទេ Rocky កំពុងតែដើរជាតួកំសត់នឹងចូលមកកាន់បន្ទប់របស់បងប្រុសខ្លួនសម្លឹងទៅមើលកៅអីដែលបងប្រុសខ្លួនធ្លាប់តែអង្គុយនាងក៏បានអង្គុយនៅកន្លែងនោះក៏ស្រាប់តែសន្ទុះសម្ពាធវិញ្ញាណយ៉ាងខ្លាំងក្លាដែលជាសម្ពាធវិញ្ញាណរបស់ Byakuya នាងក៏បានដើរចេញមកខាងក្រៅឃើញថា Byakuya នៅកន្លែងនោះមែនក៏ប៉ុន្តែ Byakuya មកមិនធម្មតាទេបើជាសម្រាប់អ្នកនៅទីនោះរេរៀលក៏ដូចជា Zenbo Sakura របស់គាត់បានយក Zenpakuto របស់ Rocky បោះឲ្យ Rocky មើលហើយ Rocky លើកយកមកអោប Zenpakuto របស់គាត់ដែលគិតថា Zenpakuto របស់គាត់បានស្លាប់ហើយ Zenbo Sakura ក៏ចូលកាប់ Rocky ត្រូវបាន Renji ចូលមករងចប់ Renji បានសួរទៅកាន់ Byakuya ថាហេតុអ្វីបានជាអ្នកក្បត់ដោយតាំងទ្រង់ Byakuya មិនឆ្លើយគេក៏បានរត់ស្ទុះវឹងវាយទៅកាន់ Byakuya ការវាយរបស់ពួកគេទាំងពីរនាក់នោះក៏មានមកផ្ទុះមួយចេញមកពីកន្លែងនោះដែលអ្នកកំពុងតែមកនោះគឺដួងព្រលឹង Zenpakuto របស់ Renji Zenbo Sakura បានប្រាប់ទៅកាន់ដួងព្រលឹង Zenpakuto Renji ថាជំរឿខ្ញុំនឹងប្រាប់ Muramasa ប្រាប់ទៅអត់ខ្វល់ការវាយគ្នារបស់ពួកគេទាំងពីរនាក់នោះវាយចុះវាយឡើងទាញវាយគ្នាមកខាងក្រៅដួងព្រលឹង Zenpakuto វាយគ្នាហើយឯម្ចាស់នេះក៏វាយគ្នាដែរ
ទាំងដួងព្រលឹងសេប៉ាកូតូទាំងម្ចាស់វាត្រូវបានចាញ់ទៅលើប៊ីយ៉ាកូយ៉ាទាំងអស់ប៊ីយ៉ាកូយ៉ាក៏បានដើរចេញពីកន្លែងនោះក៏ប៉ុន្តែដួងព្រលឹងសេប៉ាកូតូជាច្រើនបានមកនៅកន្លែងហ្នឹងហើយបានប្រាប់ថាខ្ញុំមិនឲ្យអ្នកឯងទៅណាទេគឺយើងនឹងត្រូវសម្លាប់និងបោសសម្អាតពួកសនីគមីចោលទាំងអស់ហើយភ្លាមដងដែរក៏ឃើញថាកងកម្លាំងរបស់ស៊ុយវ៉ុនក៏ដូចជាក្រុមសនីគមីដទៃទៀតនឹងបានមកដល់កន្លែងហ្នឹងក៏ដូចជាអ៊ីជីកូក៏បានមកដល់នឹងស្រីហៅឈ្មោះប៊ីយ៉ាកូយ៉ាហើយចំពោះស្អីរឿងនៅថ្ងៃនេះសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនហើយអ្នកទាំងអស់គ្នាជួបគ្នានៅថ្ងៃក្រោយទៀតនិងជាចុងក្រោយ admin មិនភ្លេចទេសូមគោរពអរគុណទៅកាន់បងប្អូនយើងដែលមានឈ្មោះថាយងសួនញឹមសម្បូរបើប្រុសពេកដូចជាចុងក្រោយនេះ admin អាចចាញ់ទេហើយបើសិនបើឈ្មោះ admin អានខុសអីជួយប្រាប់ admin ផងណានិងសូមគោរពជូនពរទៅកាន់បងប្អូនទាំងអស់គ្នាឲ្យជួបតែសុខសុខភាពនិងទៅណាមកណានឹងមានតែអ្នកស្រឡាញ់រាប់អានជាពិសេសរកស៊ីមានបានលុយច្រើនហើយអរគុណណាស់ដែលបានជួយគ្រប់គ្រងនិងឧបត្ថម្ភ admin ហើយពិតជាផ្ដល់កម្លាំងចិត្តឲ្យ admin ខ្លាំងមែនតើអរគុណច្រើនបាយបាយ